ត្រៀមតែឆ្ងាញ់ភ្នែកទៀតទៅពុកម៉ែបងប្អូនបាទតាក់ទងទៅនឹងការប្រកួតបាទនាសង្វៀន Extreme បាទ Cambodia គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហងមាស HD TV នឹងត្រូវរៀបចំហើយក៏ចេញ poster ផ្លូវការឲ្យដែរ7គូពេញសាច់តែម្ដងការប្រកួតនៅថ្ងៃសៅរ៍ទី29ខែមីនាឆ្នាំ2025ចាប់ពីម៉ោង3រសៀលតទៅនៅស្ទូឌីយោហងមាស HD TV ព្រែកឯងផ្សាយផ្ទាល់ចាប់ពីម៉ោង3គូទី1ថ្នាលគុណភាពធុនកំឡុងត្រូវប៉ះជាមួយនឹងកីឡាករងុនខនរ៉ាណេតនៅក្នុងប្រភេទទម្ងន់51គីឡូក្រាមណែខ្ញុំលើកទឹកចិត្តឲ្យតាមបណ្ដាសង្វៀនជាច្រើនមិនថាតូចមិនថាធំចូលរួមផ្ដល់ឱកាសដល់កីឡាករថ្នាលរបស់យើងឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដោយសារតែបើយើងចង់បានធនធានល្អបាទគួរតែយើងណាពុកម៉ែបងប្អូនណាបាទប្រឹងប្រែងបណ្ដោះថ្នាលបានទៅរួចបាទអញ្ចឹងគីឡូ51ធុនកំឡុងត្រូវប៉ះនឹងងុនខេនរ៉ាណេតចូលទៅដល់គូទី2គូទី2គីឡូ51ទៀតណែកីឡាករសុកសែនត្រូវប៉ះនឹងកីឡាករខំខ្លាពេជ្រណែគូនឹងបានពេញលេងតែម្ដងពុកម៉ែបងប្អូនខំខ្លាពេជ្រនេះកូនសើរបស់លោកគ្រូបឺតខំមកប៉ះជាមួយនឹងកីឡាករសុកសែនហើយគីឡូ51ទៀតអញ្ចឹងគូ1គីឡូ51គូ2ក៏គីឡូ51ដែរផ្ដល់ឱកាសឲ្យគីឡូក្រោមដកស្រង់បច្ចេកទេសពង្រឹងសមត្ថភាពវិវត្តខ្លួនទៅមុខអញ្ចឹងគូទី2សុកសែនត្រូវប៉ះនឹងខំខ្លាពេជ្រគីឡូ51ចូលទៅដល់គូទី3បាទគីឡូ51ទៀតអីយោយគូពិសេសទី3ខំខ្លាស័កត្រូវប៉ះជាមួយនឹងកីឡាករគេហៅថាហនុមានណារឹងដូចថ្មក្រុងអង្គរកម្ពុជាវុទ្ធីវណ្ណដាប៉ះគ្នាគីឡូ51ទៀតពុកម៉ែបងប្អូនអញ្ចឹងវុទ្ធីវណ្ណដានេះមករយៈពេលចុងក្រោយគឺគាត់ធ្វើបានល្អណាពុកម៉ែបងប្អូនគាត់ធ្វើបានល្អហើយទៅប្រកួតនៅប៉ូលី5ដូចជាម្ដាយចាញ់ទេណាពុកម៉ែបងប្អូននឹងវុទ្ធីវណ្ណដាអញ្ចឹងលើកទឹកចិត្តណាប៉ះខំខ្លាស័កនេះអត់អាចប្រហែសជាមួយខ្លាស័កបានទេស្រួលហ្នឹងបាទអាចនឹងយ៉ាប់ហើយវុទ្ធីវណ្ណដាគេកំពុងតឡើងជើងណាគេកំពុងតឡើងជើងអញ្ចឹងយើងមានតែចាំតាមដានបន្តទៀតតាក់ទងទៅនឹងការប្រកួតរបស់កីឡាករកម្ពុជារបស់យើងចូលទៅដល់គូទី4គឺការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជាអាហ្វ្រិកខាងត្បូងណែចូលមកដល់គូមិត្តភាពអន្តរជាតិកម្ពុជាអាហ្វ្រិកខាងត្បូងហើយកីឡាករកម្ពុជាហងផាន់ណាត់ត្រូវប៉ះជាមួយនឹងកីឡាករអាហ្វ្រិកខាងត្បូងក្នុងប្រភេទទម្ងន់63គីឡូក្រាម Timothy Stinkham អញ្ចឹងកីឡាកររូបនេះដូចជាមិនដែរមកទេពុកម៉ែបងប្អូនអាហ្វ្រិកខាងត្បូងនេះបាទទងជាតិនេះគឺអាហ្វ្រិកខាងត្បូងហើយបាទ Timothy Stinkham ហ្នឹងគឺដូចជាមិនដែរមកទេអញ្ចឹងហងផាន់ណាត់នឹងត្រូវទទួលស្វាគមន៍បាទកីឡាករដែលមកពីតំបន់អាហ្វ្រិកខាងត្បូងអញ្ចឹងសង្ឃឹមថាគូនេះនឹងជក់ចិត្តដិតអារម្មណ៍ពុកម៉ែបងប្អូននឹងចូលទៅដល់មួយគូទៀតបាទគឺគូទី5ដំរីក្បាល5ម្ចាស់ឡាន Boostrong ពុតសម្បូរនឹងត្រូវប៉ះជាមួយនឹងកីឡាករដែលមកពីប្រទេសរ៉ង់មេហារ៉ាតអាមេនីនៅក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទអញ្ចឹងពុតសម្បូរនឹងត្រូវទទួលស្វាគមន៍មន្ត្រីក្រញ៉ាំពឹសបាទឆ្លងដែនមកពីប្រទេសរ៉ង់បាទមេហារ៉ាតអាមេនីអញ្ចឹងពុកម៉ែបងប្អូនហើយបាទចម្រាញ់យកមកហើយគេក៏ចម្រាញ់យើងក៏ចម្រាញ់បាទនិយាយជារួមទៅពុតសម្បូរបើយើងមើលទៅមករយៈពេលនេះគឺគាត់ធ្វើមិនសូវជាបានល្អទេអញ្ចឹងខ្ញុំសង្ឃឹមថាពុតសម្បូររបស់កម្ពុជានឹងពង្រឹងសមត្ថភាពខ្លួនឯងបាទនឹងពង្រឹងសមត្ថភាពខ្លួនឯងដោយសារតែឱកាសមិនមែនចេះតែមានទេបាទឱកាសធំឲ្យខ្ញុំស្ដាយបំផុតគឺគាត់របូតខ្សែក្រវ៉ាត់ WBC នៃខមុំទុំជាមួយនឹងកីឡាករវ៉ាន់ឆាលើមនៅទឹកដីនៃប្រទេសអូស្ត្រាលីបាទគឺខ្ញុំស្ដាយនៅចូលទៅដល់គូរងឯកប្រចាំព្រឹត្តិការណ៍តែម្ដងមកចាស់ខ្សែក្រវ៉ាត់មាសគីឡូ57កង់ធំ5ទឹកហាន់2ត្រូវទទួលស្វាគមន៍
ឆ្លាមកំដាចឆ្លងដែនមកពីម៉ាឡេស៊ីតិចសាជឺរ៉េមីឡូនៅក្នុងប្រភេទទម្ងន់57គីឡូក្រាមហាន់ពីកំពុងវិវត្តខ្លួនទៅមុខល្អមែនទែនការពារខ្សែក្រវ៉ាត់របស់ខ្លួននឹងក៏ជោគជ័យបើនិយាយទៅគឺធ្វើបានល្អមែនទែនពិសេសគឺការប្រកួតជាមួយនឹងកីឡាករពេជ្រសខឹមចុងក្រោយហ្នឹងម្រាយកោដោយបានល្អមើលមែនតាំងពីទឹក1រហូតដល់ទឹក5ពុកម៉ែបងប្អូនល្អមើលណាស់បាទខ្ញុំនិយាយតាមទស្សនវិជ្ជាជាក់ស្ដែងគឺជក់ចិត្តដិតអារម្មណ៍មើលហើយចង់មើលទៀតបាទការប្រកួតណាមើលហើយចង់មើលទៀតការប្រកួតរបស់ហាន់2និងកីឡាករពេជ្រសខឹមតែសប្តាហ៍នេះហាន់2នឹងត្រូវប៉ះជាមួយនឹងកីឡាករបាទតិចសាជីរីមីបាទជីរីមីឡូនៅក្នុងប្រភេទទម្ងន់57គីឡូក្រាមបាទមកហើយមកពីម៉ាឡេស៊ីអាចនឹងកូនកាត់បាទកីឡាកររូបនេះនឹងចូលទៅដល់គូឯកតែម្ដងប្រចាំព្រឹត្តិការណ៍ Extreme បាទចូលមកដល់គូឯកហើយពុកម៉ែបងប្អូនកីឡាករធុនរិទ្ធីអ្នកលេងអំបោះឆៅតែការប្រកួតនេះគឺវាយកង់ធម្មតាទេធុនរិទ្ធីនឹងត្រូវប៉ះបាទខ្លាកំដាចឆ្លងដែនមកពីប្រទេសអ៊ុយក្រែនហ្សាបូណាស្គីអាណាតូលីនៅក្នុងប្រភេទទម្ងន់75គីឡូក្រាមបាទគូនឹងដឹងតាឆ្ងាញ់ភ្នែកហើយបាទធុនរិទ្ធីត្រូវប៉ះនឹងហ្សាបូណាស្គីអាណាតូលីបាទនៅក្នុងប្រភេទទម្ងន់គីឡូ75ចឹងពុកម៉ែបងប្អូនអ្នកតាមដានវិស័យកីឡាបដាល់គុណខ្មែររបស់យើងចាំថាតាមដានបន្តទៀតតាក់ទងទៅនឹងការប្រកួតដោយសារតែទទួលស្គាល់បាទគេក៏ល្អយើងក៏ល្អតែប្រហែសគឺប្រហោងហើយមានអីទៀតតែប៉ុណ្ណឹងណាពុកម៉ែបងប្អូនណាបាទតាប្រហែសគឺទៅហើយអត់នៅទេអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមមថាកីឡាកររបស់កម្ពុជានឹងពង្រឹងសមត្ថភាពរបស់ខ្លួនជាចុងក្រោយបាទសូមជម្រាបលាបាទ